ហើយបើយើងដេរួចរាល់ហើយយើងបត់ជើងតាមសម្រងរបស់យើងមកយើងបត់ស្ពុតយើងមុននឹងកាត់យើងបត់សម្រងស្ពុតអីត្រឹមត្រូវហើយបានយើងចាប់ដើមលៃយើងលៃយើងគូជីបរួចរាល់យើងដេហើយយើងបត់យើងមានផ្លេមានអីយើងបត់តាមហ្នឹងមកមានអីបាត់ទេឥឡូវរួចរាល់ហើយបងប្អូនស្ពុតរបស់យើងទីដេងាយហើយដល់បន្ទាប់មកយើងបត់ចឹងហើយយើងវាស់ចង្កេះចែកជា2មកចង្កេះយើង86ចែកជា2បាន43យើងយក43មកដាក់មកបន្ទាប់មកយើងគូសកន្លែងដាក់ឡេវមករួចរាល់ហើយបានអត់មានអីពិបាកទេគាត់ខ្ញុំបានបង្ហាញបងប្អូនកន្លែងគូសដាក់ចង្កេះសួស្តីបងប្អូនវីដេអូនេះខ្ញុំមកបង្ហាញពីរបៀបដេសំពត់បត់ចឹងជាដំបូងយើងដេជីបសិនមកជីបដែលយើងគូរួចជីបយើងខាងក្រោយមាន4ណាបងប្អូនចឹងឆ្វេងស្ដាំហើយនឹងកណ្ដាល2ហ្នឹងចឹងតោះយើងជីបហើយយើងច្បូតវាឲ្យវាធ្នេយើងកុំឲ្យជ្រឿនហើយជម្រៅជីបយើងចំហៀង17កណ្ដាលជម្រៅ14ចឹងបងប្អូនហើយចម្ងាយជីបដូចបងប្អូនមើលតាមក្បួនហ្នឹងបងប្អូនយល់បណ្ដាហើយចឹងយើងគូតាមកំណត់ជីបដែលយើងគូរួចហ្នឹងបន្ទាប់ពីយើងគូឆ្វេងស្ដាំរួចរាល់យើងយកចំណុចកណ្ដាលហើយយើងវាស់មិញវាស់ទៅវាមិនស្មើគ្នាឥឡូវយើងជីបបញ្ចូលថែមដើម្បីឲ្យស្មើគ្នាណាបងប្អូនចាបងប្អូនហ្នឹងហើយអាធ្នេដេយើងមិនបាច់សាប់មុខទេដោយសារយើងនៅរូបធ្នេពេកដេចកែរួចណាឥឡូវបន្ទាប់ពីយើងវាស់រួចរាល់ហើយយើងបន្ទាប់ពីយើងដេរួចរាល់ហើយយើងវាស់ចឹងមកធ្នេដាក់ចំធ្នេមកបន្ទាប់ឆ្វេងស្ដាំហើយនឹងធ្នេកណ្ដាលឥឡូវយើងទាញលាតសន្ធឹងឲ្យស្មើចឹងហើយយើងដាក់ខ្សែម៉ែត្រវាស់មកចឹងកន្លែងហ្នឹងចង្កេះចែកជា2ចង្កេះយើងចែកជា2បងប្អូន86ចែកជា2បាន43កន្លែងហ្នឹង43ទាំងទី2យើងបងប្អូនទាំងទី2យើងលៃយើងអីយើងដឹងទាំងទី2តោះមកយើងមកចង្កេះលើកណ្ដាលចង្កេះទាំងទី3ខាងលើចឹងចង្កេះចែកជា2ដក5 43ដក5កន្លែងផ្ទាំងហ្នឹងទាំងទី3តោះមកយើងទៅលើកណ្ដាលចឹងយើងមុនលើកណ្ដាលយើងត្រៀមមកហើយដើម្បីយើងបើថាវាលើសយើងជីបឲ្យហើយកន្លែងដេហ្នឹងចាឥឡូវយើងចាប់ដើមលើកឥឡូវយើងគូទាំងទី2អញ្ចឹងចោះម្លេចកន្លះឆ្វេងស្ដាំដូចគ្នាតមកកណ្ដាលនេះ2លេខដូចគ្នាតមកយើងគូពីម្លេចកន្លះទៅរក2លេខបងប្អូនយើងគូចង្កេះទាំងទី2យើងហ្នឹងទាំងក្រោយហ្នឹងទាំងអាជីពហ្នឹងចាំបងប្អូនគូចឹងមកកោងបានប៉ុណ្ណឹងតមកយើងទៅធ្វើទាំងទី1ចោះ4លេខដែរនេះទាំងទី1 4លេខហើយយើងគូពីម្លេចកន្លះមករក4លេខហើយបងប្អូនខ្លះគាត់ឆ្ងល់ថាចោះ4លេខហ្នឹងលើកអស់ដែរអញ្ចឹងក្បួនខុសគ្នាបងប្អូនគឺសពុតខ្ញុំគឺចោះតែ4លេខទេបើបងប្អូនដេតាមក្បួនរបស់ខ្ញុំគឺធ្វើអញ្ចឹងដល់ត្រូវហើយចោះ4ដូចគ្នាតមក4ទៀតអញ្ចឹង4គូមករក4អញ្ចឹងវិធីលើកដាក់ងាយបងប្អូនមើលឲ្យធ្វើបានអញ្ចឹងយើងគូពីម្លេចកន្លះមកជួប4ណែពីម្លេចកន្លះជួប4កន្លែងហ្នឹងកន្លែងចង្កេះចែកជា2ដក5បងប្អូនទាំងទី3ហើយយើងចោះ4លេខតមកយើងគូ4ទៅរក4ទៀតចាបងប្អូនហ្នឹងហើយគូ4រក4អញ្ចឹងមកហើយយើងចម្លងទៅខាងខុសអញ្ចឹងកុំភ្លេចរឿងចម្លងព្រោះពេលយើងបត់ជា2យើងត្រូវយកគំនូសឲ្យចំគំនូសណាបងប្អូនយើងច្រឡងមកចឹងបន្ទាប់ពីយើងគូច្រឡងបានខាងខុសហើយយើងបត់ជា2បត់ចំកន្លែងចង្កេះចែកជា2ដក5ហ្នឹងទាំងទី3ហ្នឹងយើងបត់ចឹងទាំងទី4យើងបត់ចូលក្នុងមកទាំងទី4នៅខាងក្នុងហើយហ្នឹងហើយបត់តាមកន្លែងហ្នឹងមកហើយគំនូសយើងមើលទៅគំនូសចំគំនូសដែលយើងចម្លងហ្នឹងខាងត្រូវឲ្យត្រូវមើលខាងខុសហ្នឹងបងប្អូនចឹងងាយស្រួលទេបងប្អូនធ្វើដឹងត្រូវហើយធ្វើអញ្ចឹងដឹងស្រួលស្លៀកគាត់ថាបងប្អូនខ្លះគាត់មើលក្បួនច្រើនពេកគាត់អត់យល់ចាបងប្អូនហ្នឹងហើយយើងខ្ទាស់វាអញ្ចឹងមកខ្ទាស់វាឲ្យមើលទៅស្រួលដេហើយយើងទុកកន្លែងដេស្រួលរាល់ហើយយើងវាស់ទៅឡើងវិញទៀតចង្កេះចែកជា2ដក5កន្លែងហ្នឹងទាំងទី3បងប្អូនយើងត្រួតទាំងទី4ហើយទាំងទី3ត្រួតគ្នាមកហើយបានចង្កេះចែក2ដក5តមកយើងដេ2ជួរអញ្ចឹងទៅយើងដេរួចរាល់យើងវាស់ឡើងវិញទៀតឥឡូវយើងដេទៅយើងចាប់ដើមដេទៅចាហ្នឹងហើយយើងដេហើយយើងដកបញ្ចូលចេញទៅដកបញ្ចូលរួចរាល់យើងដេមកជួរទៀតបងប្អូនដេទប់វាកុំឲ្យវាយាចាំតបយើងដេរួចរាល់យើងវាស់វាឡើងវិញមកចង្កេះយើង43ដក5បងប្អូនចង្កេះយើង86ចែកជា2 43ដក5ទៀតនឹងមានក្នុងទាំងទី3ដែលយើងផ្ទាំងខាងលើឥឡូវតបយើងវាស់វែងត្រឹមត្រូវរួចរាល់យើងមកដាក់ចង្កេះសពុតអញ្ចឹងទំហំចង្កេះយើងកាត់6លេខកន្លះទៅផងឲ្យរួចរាល់នៅ6លេខកន្លះមកតបមកយើងកាត់ចង្កេះរឹងហ្នឹង2លេខអញ្ចឹងវិធីខ្ញុំដេនេះគឺចង្កេះត្រង់ធម្មតាទេបងប្អូនមើលវិធីខ្ញុំដេទៅវិធីដេងាយស្រួលបងប្អូនមើលតាមហ្នឹងមកចាបងប្អូនហ្នឹងហើយវិធីដេងាយបងប្អូនមើលតាមហ្នឹងហើយបងប្អូនចុច follow ដើម្បីបានវីដេអូថ្មីនិងវិធីកាត់អាវស្រួលអាវគ្រប់ម៉ូដបងប្អូនចង់បានម៉ូដអីចូលខមមិនបានអញ្ចឹងហើយខ្ញុំនឹងមានវីដេអូបរៀនបងប្អូនរហូតជារៀងរាល់ថ្ងៃអញ្ចឹងបងប្អូនជួយ follow ទៅស្រួលថ្ងៃក្រោយចង់រកវីដេអូដេដឹងរកឃើញហ្មងឆាប់ឃើញហ្មងបងប្អូនខ្លះគាត់អត់ចេះ follow គាត់ដឹង follow កន្លែងណាអីកន្លែងណាអញ្ចឹងទៅគាត់អត់ចេះតាមដានដូចថាដូចសពុតអញ្ចឹងខ្ញុំបង្ហាញបងប្អូនច្រើនតែគាត់បងប្អូនខ្លះគាត់ចេះចូលទៅមើលរកកន្លែងណាដេសពុតអីចឹងទេអញ្ចឹងគាត់ខមមិនសួររកតែអត់អីទេសពុតខ្ញុំមានវីដេអូច្រើនដោយសារខ្ញុំកាត់សពុតជូនភ្ញៀវរហូតអញ្ចឹងខ្ញុំថតបង្ហាញដល់បងប្អូនបានច្រើនអញ្ចឹងស្រួលទេប៉ុន្តែម៉ូដអីផ្សេងយើងណាបងប្អូនខ្លះគាត់អត់បានកំងដូចបងប្អូនចង់បានណាអញ្ចឹងតើបងប្អូនចូលខមមិនទៅខ្ញុំមានពេលធ្វើបង្ហាញបងប្អូនបើសិនខ្ញុំដេអាវខ្ញុំបង្ហាញបងប្អូនទៅត្មងអញ្ចឹងវិធីដេចង្កេះងាយបងប្អូនមើលទៅធ្វើបានអត់មានអីពិបាកទេយើងដេបន្ទាប់ពីយើងដេហើយយើងដេអញ្ចឹងមកនេះបត់
បត់កន្លែងមុខចកេះ spot ហ្នឹងបត់ចឹងមកប្រឡត់ទៅហើយបន្ទាប់ពីយើងបត់ចឹងហើយយើងទៅរុះអំបោះយើងជីបបងប្អូនពេលណាយើងលើកដានលើកអីវាចោះឆ្ងាយចឹងចម្ងាយជីបដែលយើងជីបហ្នឹងវាខ្ពស់ចឹងយើងរុះឲ្យដល់ធ្នេទៅហើយយើងបត់ដានឲ្យស្អាតហើយយើងដេរលើរួចរាល់ហើយមានអីបានទេវិធីដេរ spot របស់ខ្ញុំគឺងាយទេបងប្អូនធ្វើបានហើយស្រួលស្លៀកហើយលឿនចឹងវិធីលៃក៏ខ្ញុំមានបង្ហាញវិធីគូជីបក៏មានវិធីដេរវិធីលើកដានមានទាំងអស់នៅក្នុង page ខ្ញុំហ្នឹងមានទាំងអស់មានវីដេអូថ្មីក៏មានវីដេអូចាស់ក៏មានហើយបន្ទាប់ពីយើងដានរួចរាល់យើងដេរបានណាបងប្អូនយើងដេរទៅហើយបន្ទាប់ពីយើងដេររួចរាល់ហើយយើងបត់ជើងតាមសម្រងរបស់យើងមកយើងបត់ spot យើងមុននឹងកាត់យើងបត់សម្រង spot អីត្រឹមត្រូវហើយបានយើងចាប់ដើមលៃយើងគូជីបរួចរាល់យើងដេរហើយយើងបត់យើងមានធ្នេមានអីយើងបត់តាមហ្នឹងមកមានអីបានទេឥឡូវរួចរាល់ហើយបងប្អូន spot របស់យើងវិធីដេរងាយហើយដល់បន្ទាប់មកយើងបត់ចឹងហើយយើងវាស់ចកេះចែកជា2មកចកេះយើង86ចែកជា2បាន43យើងយក43មកដាក់មកបន្ទាប់មកយើងគូសកន្លែងដាក់ឡេវមករួចរាល់ហើយបានអត់មានអីប្រមាថទេគាត់ខ្ញុំបានបង្ហាញបងប្អូនកន្លែងគូសដាក់ចកេះគូសដាក់ឡេវឥឡូវហើយអញ្ចឹងវិធីកាត់វិធីដេរងាយបងប្អូនមើលវីដេអូហ្នឹងហើយធ្វើបានហើយមានអីបាក់ទេ spot បត់ខ្ញុំនេះចកេះ86ទៅគៀក106ណាបងប្អូនហ្នឹងហើយរៀង spot ហ្នឹងហើយអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូខ្ញុំពីដើមដល់ចប់អរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ